mà bà sân chỉ magma nắng hard counter ice hard a ban chỉ cao vài kia rồi viên Akainu chỉ mùi nâng Aokichi miền giả về đập ngày đây bạn nè tao nghe cái vậy tha cao vài kia nắng phượng nè tắt nè phượng ấy đôi Pokemon đấy chứ ta nghe có tới màn trăng tê no nè nó còn tại tranh nè ta lơ Elementor rồi có thiết tắt phượng ấy chăng á chào bài One Piece nhầm dốt hai magma bò Akainu cứ ai vừa cọ lì bàn cọ bàn tát Aokichi មិនដុំតកមកដុំណា Aokichi ចេះ Battlefield Control អាចបកកសមុទ្របកក Sea Monster អីឡើងស្រួលហើយមិនមែនតកមកដុំចូលទៅអាលាយណា Thenu Hard Counter មែនណាការវាយគ្នានឹងចប់ហើយអត់មានដល់10ថ្ងៃយ៉ាងច្រើន1ម៉ោងហ្នឹងអស់ពីរអ្នកហ្នឹងគឺម្ដាយទៅម្ដាយមក IQ Stamina Haki ហ្នឹងគឺអត់មានអ្នកចាញ់គ្នាមែនទេបើសិនជា Aokichi on មែនណាមែននៅផង់ Hazard ហ្នឹងមកខាងកកមកខាងភ្លើងទេចឹងនិយាយចឹងដោយសារតែពីរអ្នកហ្នឹងគឺស្មើគ្នាគូសានអាចនឹងចាញ់តិចទៅលើ fighting technique ហើយចង់និយាយថានៅក្នុង One Piece ការវាយគ្នាគឺ design ទៅលើការប្រើប្រាស់ skill haki devil fruit IQ ជាមួយនឹង killer instinct Akainu ឈ្នះគូសានទៅលើ killer instinct ហ្នឹងឯងតែភ្លើងគឺតកកត្រូវតែលាយទេតែបងប្អូននេះគឺថាមួយណាខ្លាំងជាងរវាង Akainu fighting style ដែលមានលក្ខណៈកាយសាហាវ versus Kuzan ដែលមាន fighting style ជាលក្ខណៈ area control វិញសម្រាប់ link ក្នុង profile របស់ខ្ញុំអ្នកនរគ្នាអាចចូលទៅកាន់ FB shop របស់ខ្ញុំដែលតិចទៀតនឹងមាន promotion មួយដែលអ្នកនរគ្នានឹងភ្ញាក់ផ្អើលលក្ខណៈថា so yeah